បញ្ហាឆ្អឹងខ្នងកំពុងក្លាយជាកង្វល់សុខភាពដ៏ធំមួយនាពេលបច្ចុប្បន្នដោយវិជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹងកងនិងប្រព័ន្ធប្រស័យប្រសាទបានព្រមានថាការពន្យាពេលក្នុងការព្យាបាលយូរអាចបណ្ដាលឲ្យអ្នកលំបាកក្នុងការដើរឬលើសពីនេះអាចនាំឲ្យពិការជាអចិន្ត្រៃយ៍ថែមទៀតផងរបាយការណ៍ថ្មីៗនេះបានបង្ហាញថាករណីនៃបញ្ហាឆ្អឹងខ្នងបានកើនឡើងយ៉ាងច្រើននៅឯប្រទេសថៃដោយយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ Spine and Nerve Hospital អ្នកជំងឺជាង100,000 នាក់មានបញ្ហាឆ្អឹងខ្នងនិងត្រូវការព្យាបាលជាចាំបាច់ក្នុងរយៈពេលត្រឹមតែ7 ឆ្នាំចុងក្រោយនេះនេះគឺជាស្ថិតិមួយដែលគួរឲ្យព្រួយបារម្ភដោយសារវាបង្ហាញអំពីការកើនឡើងនៃការឈឺឆ្អឹងខ្នងបញ្ហាឆ្អឹងខ្នងគឺមិនមានការរើសអាយុឬជាតិសាសន៍នោះទេសូមកុំមើលស្រាលលើបញ្ហាឆ្អឹងខ្នងយើងដឹងហើយថាឆ្អឹងកងមានសារៈសំខាន់សម្រាប់ធ្វើចលនាក៏ដូចជាសកម្មភាពប្រចាំថ្ងៃដូចជាការដើរដេកឈរអង្គុយប្រសិនបើបងប្អូនមានបញ្ហាឆ្អឹងកងមិនបានព្យាបាលត្រឹមត្រូវនៅទាន់ពេលវេលាអាចធ្វើឲ្យបងប្អូនមានបញ្ហាកាន់តែធ្ងន់ធ្ងរមួយចំនួនតូចអាចធ្វើឲ្យឈានទៅដល់ពិការភាពដូច្នេះការព្យាបាលឲ្យទាន់ពេលវេលានិងត្រឹមត្រូវពិតជាមានសារៈសំខាន់ប្រសិនបើបងប្អូនមានអាការៈតាក់ទងនឹងបញ្ហាឆ្អឹងកងដែលមានអាការៈដូចជាការឈឺនៅនឹងឆ្អឹងកកនៅនឹងចង្កេះការឈឺចាក់មកដៃចាក់មកជើងបញ្ហាស្ពឹកដៃស្ពឹកជើងពេលខ្លះមួយចំនួនតូចអាចឈានទៅដល់បញ្ហាខ្សោយដៃខ្សោយជើងគឺបងប្អូនគប្បីទៅជួបជាមួយនឹងវិជ្ជបណ្ឌិតឯកទេសផ្នែកឆ្អឹងកងនិងប្រព័ន្ធប្រសាទដើម្បីធ្វើការពិគ្រោះនិងព្យាបាលឲ្យកាន់តែឆាប់រហ័សកាន់តែល្អ